រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអភិបាលខេត្តកំពង់ចាមអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គក្នុងស្រុកតឹងត្រង់ឯកឧត្តមថៅចេថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមនិងឯកឧត្តមអ៊ុនចិនដាអភិបាលខេត្តកំពង់ចាមអមដំណើរដោយថ្នាក់ដឹកនាំមន្ត្រីបច្ចេកទេសក្រសួងនិងមន្ទីរធនធានទឹកអូតូនិយមខេត្តកំពង់ចាមនៅថ្ងៃទី19ខែមេសាឆ្នាំ2025នេះលោកបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គដែលស្ថិតនៅក្នុងឃុំពីមកោះស្នាស្រុកតឹងត្រង់ខេត្តកំពង់ចាមសូមជម្រាបថាការងារសាងសង់ច្រាំងទន្លេបានចាប់ផ្ដើមអនុវត្តពីថ្ងៃទី29ខែមីនាឆ្នាំ2025គិតត្រឹមថ្ងៃទី9ខែមេសាឆ្នាំ2025រហូតដល់ពេលនេះគម្រោងខាងលើសម្រាប់ការងារសាងសង់បានប្រមាណជា 40% ស្មើនឹងប្រវែង430ម៉ែត្រលើ500ម៉ែត្រក្នុងនោះរួមទី1ប្រើបាវច្រកខ្សាច់បានចំនួន971បាវទី2ទូកបូមខ្សាច់បាន162ទូកទី3ចាក់ដីបំពេញបានចំនួន250ឡានទី4ការងាររៀបបាវខ្សាច់3ជាន់ប្រវែង430ម៉ែត្ររៀបបាវ4ជាន់ប្រវែង100ម៉ែត្ររៀបបាវ5ជាន់ប្រវែង50ម៉ែត្រក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីនិងឯកឧត្តមអភិបាលខេត្តកំពង់ចាមលោកបានថ្លែងនៅការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបានព្រមទាំងណែនាំដល់ក្រុមការងារបច្ចេកទេសឲ្យបន្តពង្រឹងនៅលើគុណភាពនិងជំរុញការអនុវត្តការងារឲ្យសម្រេចបានតាមផែនការប្រកបដោយប្រសិទ្ធភាពខ្ពស់និងឆ្លើយតបតាមផែនការដើម្បីកាត់បន្ថយការបាក់ច្រាំងទន្លេនៅភូមិសាស្ត្រខាងលើឲ្យសម្រេចបានជាអតិបរមា